កម្លាំងនគរបាលឃាត់ជនសង្ស័យជានារីវ័យក្មេងពាក់ឯកសណ្ឋាននគរបាលខ្លែងបន្លំនៅវេលាម៉ោងប្រហែល 10:30 នាទីព្រឹកថ្ងៃទី9 ខែឧសភាឆ្នាំ2026កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំនៃអធិការដ្ឋាននគរបាលខណ្ឌកំបូរបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលសង្ស័យថាប្រើប្រាស់ឯកសណ្ឋានខ្លែងបន្លំដែលមានរូបរាងស្រដៀងនឹងឯកសណ្ឋាននគរបាលនិងយោធាករណីនេះកើតឡើងនៅចំណុចបូរីលីរ៉ានីភូមិព្រៃតាកែសង្កាត់បឹងធំខណ្ឌកំបូររាជធានីភ្នំពេញកាលពីថ្ងៃទី29 ខែមេសាឆ្នាំ2026ជនសង្ស័យមានឈ្មោះង៉ែតច័ន្ទយ៉ាភេទស្រីអាយុ21ឆ្នាំមុខរបរគឺរស់នៅក្នុងតំបន់បូរីលីរ៉ានីវត្ថុតាងដែលបានចាប់យកមានឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោ1ឈុតឯកសណ្ឋាននគរបាលប្រយុទ្ធ1ឈុតបច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូរដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់កម្លាំងនគរបាលបានអះអាងថានឹងបន្តតាមដានករណីនេះយ៉ាងតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពសាធារណៈនិងការអនុវត្តច្បាប់